កាលពីវីដេអូមុនគឺខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបទិញ eSIM ថ្មីឬក៏យើងផ្លាស់ប្ដូរពី SIM ធម្មតាទៅ eSIM វិញជាមួយនឹងប្រព័ន្ធក្រុមហ៊ុន Smart អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំធ្វើសម្រាប់បងប្អូនដែលចង់ប្រើប្រាស់នៅប្រព័ន្ធ Cell Card វិញម្ដងអញ្ចឹងនេះគឺជារបៀបឆែកមើលលេខហើយយើងចង់កំងលេខយើងតង់ទិញលេខណាមួយតាមរយៈ eSIM ណាបងប្អូនអញ្ចឹងយើងអាចធ្វើបានដោយខ្លួនឯងនៅក្នុងទូរស័ព្ទដៃរបស់យើងណាមិនថា Android ឬក៏ iPhone នោះទេអញ្ចឹងដើម្បីទិញ SIM eSIM បានលុះត្រាតែទូរស័ព្ទយើងនេះត្រូវមាន eSIM សិនណាអញ្ចឹងដូចទូរស័ព្ទរបស់ខ្ញុំវាមាន eSIM យើងអាចប្រើបានហើយបន្តមកទៀតបងប្អូនត្រូវទាញយកកម្មវិធី Cell Card ណាចេញពីក្នុង App Store ឬក៏ Play Store អីចឹងមកអញ្ចឹងបងប្អូនឃើញអង្តែនសេវារបស់ខ្ញុំនេះគឺមានតែ SIM card មួយទេណាឃើញទេសេវា SIM របស់ខ្ញុំអញ្ចឹងខ្ញុំតិចទៀតខ្ញុំនឹងចូលទៅទិញ SIM លេខរបស់ក្រុមហ៊ុន Cell Card វិញម្ដងហើយបងប្អូនកុំភ្លេចណាត្រូវមានអត្តសញ្ញាណប័ណ្ណនៅជាប់ខ្លួនផងអត្តសញ្ញាណប័ណ្ណយើងផ្ទាល់ខ្លួនតែម្ដងណាអញ្ចឹងពេលដែលយើងទាញចូលយើងទាញកម្មវិធី Cell Card ហើយតែយើងត្រូវធ្វើដូចម្ដេចមុននឹងចូលទៅដល់ការបង្ហាញបងប្អូនកុំភ្លេចជួយចុច follow page TikTok ឬក៏ចុច subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងអញ្ចឹងយើងបើក app Cell Card នេះមកណាបងប្អូននេះគឺជា app របស់ Cell Card ហើយបងប្អូនអាចជ្រើសរើសភាសាខ្មែរអង់គ្លេសចិនណាអញ្ចឹងខ្ញុំយកភាសាខ្មែរមកអញ្ចឹងកន្លែងនេះបើសិនជាយើងមានលេខ SIM ហើយយើងចូលប្រើចុះឈ្មោះយើងទៅប៉ុន្តែបើសិនជាយើងចង់ទិញលេខថ្មីណាយើងចង់ទិញលេខ Cell Card ថ្មីគឺយើងយកពាក្យថាទិញ eSIM នេះឃើញទេដោយសារទូរស័ព្ទយើងប្រើ eSIM អញ្ចឹងយើងយកពាក្យថាទិញ eSIM អញ្ចឹងបន្តមកទៀតបងប្អូននឹងឃើញកន្លែងហ្នឹងឃើញគេដាក់ទំនាក់ទំនងកាន់តែងាយស្រួលជាមួយ eSIM ហើយយើងត្រូវធ្វើយ៉ាងម៉េចទៀតបងប្អូនចុចចាប់ផ្ដើមមកណាអញ្ចឹងកន្លែងនេះយើងមើលបន្តិចក៏បានដែរណាទិញ eSIM តាមជំហានដូចខាងក្រោមណាជ្រើសរើសលេខទូរស័ព្ទជ្រើសរើសគម្រោងទូទាត់ប្រាក់តាមអនឡាញចុះឈ្មោះ SIM និងបញ្ចូលតញ្ញាណប័ណ្ណអញ្ចឹងបានន័យថាលុះត្រាតែយើងមានលុយនៅក្នុងកង់ធនាគាររបស់យើងផងដែរទើបយើងអាចទិញបានហើយចុះឈ្មោះប្រើដោយតញ្ញាណប័ណ្ណអញ្ចឹងយើងចុចចាប់ផ្ដើមមកអញ្ចឹងត្រង់ចំណុចនេះគឺគេឲ្យយើងឆែកលេខឬក៏គេបានបង្ហាញលេខមួយចំនួនមកឲ្យយើងនៅតម្លៃនៅខាងនេះផងដែរគ្រាន់តែខ្ញុំកន្លែងខ្លះខ្ញុំត្រូវការបិទបាំងដើម្បីកុំឲ្យវាមានបញ្ហាដល់ channel ឬក៏ page របស់ខ្ញុំណាតាក់ទងនឹងតម្លៃអញ្ចឹងបងប្អូនចង់ឆែកលេខណាមួយដែលយើងចង់ទិញឬក៏យើងចង់ប្រើអញ្ចឹងណាបងប្អូនមើលកន្លែងកន្លោនខាងលើនេះឃើញគេដាក់6ខ្ទង់អញ្ចឹងបងប្អូនបាច់ក្បាលទេបានន័យថាដូច02អី011អីហ្នឹងយើងមិនបាច់ដាក់ទេ0.7អីហ្នឹងយើងវាយតែលេខ6ខ្ទង់ចុងក្រោយដែលយើងចង់បានហ្នឹងមកណាអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ទិញកំងលេខនេះមួយបន្ទាប់ពីយើងវាយ6ខ្ទង់ហ្នឹងហើយបងប្អូនចុចស្វែងរកមកគឺក៏បងប្អូនអត់ដឹងថាគួរទិញលេខអីបងប្អូនមើលអាលេខនៅខាងក្រោមនេះអូសមើលទៅតាមហ្នឹងទៅណាអញ្ចឹងយើងវាយលេខដែលយើងចង់ទិញចង់បានរួចហើយបងប្អូនចុចស្វែងរកមួយមកណាចឹងនៅពេលដែលបងប្អូនចុចស្វែងរកហើយបងប្អូននឹងឃើញហើយណាលេខហ្នឹងគឺអានេះគេឲ្យយើងគេដាក់ឲ្យយើងមកឃើញទាំងក្បាលទាំងអស់ណាមាន0.8 0.6 011 0.6 0.12អីចឹងទៅអញ្ចឹងបងប្អូនអាចមើលទៅតាមហ្នឹងហើយតម្លៃគេដាក់នៅខាងក្រោមនេះនឹងឯងនៅខាងកែមនេះឯងណាពណ៌កាឈូកអញ្ចឹងយើងមើលតម្លៃយើងចង់បានលេខមួយណាហើយយើងឆែកតើតម្លៃហ្នឹងយើងអាចទិញបានឬក៏អត់អាហ្នឹងបងប្អូនជ្រើសរើសហើយបងប្អូនមើលក្បាលលេខហ្នឹងទៅតើបងប្អូនចង់បានឬក៏អត់ណាអូខេអញ្ចឹងនៅពេលដែលបងប្អូនចង់ទិញលេខណាមួយរួចហើយណាតម្លៃប៉ុណ្ណឹងរួចហើយយើងមើលថាក្នុងកង់យើងមានឬក៏អត់ដោយសារបងប្អូនខ្លះគាត់អាចនឹងឆែកទៅប៉ះលេខតម្លៃដែលមានតម្លៃថ្លៃអីហ្នឹងទៅថាកង់ធនាគារយើងអីហ្នឹងតើមានគ្រប់ឬក៏អត់ក៏មានគ្រប់យើងទិញទៅណាអញ្ចឹងនៅពេលនេះខ្ញុំចង់ទិញលេខមួយតែខ្ញុំត្រូវធ្វើម៉េចឥឡូវខ្ញុំមើលសិនតើសម្រាប់ចិត្តមើលសិនតែខ្ញុំគួរជ្រើសរើសនៅលេខណាក្បាលមួយណាណាចឹងក្បាលមានច្រើនមាន0.8 0.6 0.11 0.12ណាចឹងខ្ញុំកំពុងរើសមើលមួយផ្លែតអូខេចឹងខ្ញុំសម្រេចចិត្តថាយក0.12ចុះដោយសារក្រុមហ៊ុន Cell Card ពេលយើងចេញមកដំបូងហ្នឹងគឺលេខ0.12នឹងឯងណា
ចឹងខ្ញុំជឿរើសយកលេខ02ណាប៉ុន្តែមើលសិនខ្ញុំយកក្បាល0.8ក៏បានដែរអូខេអញ្ចឹងខ្ញុំយកលេខនេះខ្ញុំយកអាទី1នឹងតម្ងទៅខ្ញុំប៉ះទៅលើលេខនឹង1អញ្ចឹងខ្ញុំប៉ះទៅលើលេខនឹង1ហើយខ្ញុំចុចបន្ទាប់នេះមកណាយើងមើលទៅយើងផ្ទៀងផ្ទាត់ថាលេខនឹងយើងចង់បានហើយឬនៅណាបើយើងផ្ទៀងផ្ទាត់ឲ្យយកហើយយើងចុចបន្ទាប់មកអូខេអញ្ចឹងកន្លែងនេះគេ tick ជឿរើសលេខហ្នឹងបានន័យថាយើងជឿរើសរួចហើយអានេះគឺគេដាក់ថាជឿរើសកម្រងចំណុចទី2គេមានកម្រងឲ្យយើងមើលបងប្អូនណាអញ្ចឹងបងប្អូនមើលតើចង់បានកម្រងមួយណាគឺមាន$1.5មាន$5មាន$6មាន$10ណាអញ្ចឹងខាងក្រោមនេះបងប្អូនខ្ញុំជឿរើសយកកម្រងលើនេះសិនមកដោយសារវាយើងចង់ភ្ជាប់កម្រងមួយណាក៏បានដែរហើយបងប្អូនមើលទៅតាមហ្នឹងទៅណា$1.5ហ្នឹងបាន 15G កបៃអ៊ីនធឺណិតយើង$5នេះបាន 40G កបៃអាណា$6បាន 60G $10បាន 100G ណាកបៃអញ្ចឹងខ្ញុំយកអាទី1សិនមកណាហើយនឹងកម្រងនេះយើងអាចភ្ជាប់បដូរនៅពេលក្រោយបានទៀតទេណាដោយសារយើងអត់តមានលុយចឹងយើងយកអា1.5នេះសិនមកកម្រងហ្នឹងអូខេឃើញគេដាក់លេខដែលអ្នករើសនឹងត្រូវបានកក់ទុកជូនរយៈពេលនេះ14នាទីអញ្ចឹងយើងចុចបន្ទាប់មកអូខេនៅពេលដែលយើងចុចបន្ទាប់ហើយគឺគេដាក់នេះលេខទូរស័ព្ទដំបូងយើងបានយកហើយកម្រងដែលបានជឿរើសតម្លៃ SIM ណាហើយទឹកប្រាក់ដែលត្រូវទូទាត់ណាបានន័យថាសរុបទាំងតម្លៃ SIM ទឹកប្រាក់ដែលត្រូវទូទាត់នេះទាំងតម្លៃ SIMទាំងអីគេអាកម្រងដែលយើងបានភ្ជាប់មិញណាអញ្ចឹងមិញ SIM $3ហើយកម្រងខ្ញុំភ្ជាប់1កន្លះទាំងវាទាំងអស់វា4កន្លះណាអញ្ចឹងតទៅទៀតកន្លែងនេះសូមជឿរើសវិធីដើម្បីទទួល eSIM QR និងរបៀបប្រើប្រាស់អញ្ចឹងគេឲ្យយើងដាក់ណាទី1ភ្ជាប់ជាមួយ Telegram ដើម្បីអីបាន QR ហ្នឹងយកមក scan add eSIM របស់យើងណាទី1 Telegram ទី2 email ចឹងបងប្អូនចង់យកមួយណាបើយើងចង់ភ្ជាប់ជាមួយ Telegram យើងយក Telegram មកបើយើងចង់ភ្ជាប់ជាមួយ email យើងយក email មកអញ្ចឹងខ្ញុំជាប់ជាមួយនឹង Telegram ហើយយើងរងចាំបន្តិចទៅហើយបងប្អូនឃើញគេដាក់ open this page in Telegram យើងចុច open មួយមកហើយយើងចុច start មួយមកណាយើងចុច start មួយអូខេអញ្ចឹងកន្លែងហ្នឹងហើយគេដាក់សូមអរគុណអ្នកបានភ្ជាប់នៅ Telegram របស់អ្នកជាមួយយើងដោយជោគជ័យសូមត្រឡប់ទៅ Cellcard ដើម្បីបន្តការទិញ eSIM របស់អ្នកអញ្ចឹងយើងកន្លែងនេះយើងអត់ទាន់ធ្វើអីទេយើងចូលទៅកន្លែង app Cellcard យើងមកបានន័យថាយើងរើសជាមួយនឹង Telegram រួចហើយខាងក្រោមនេះគឺជាមួយនឹងជឿរើសវិធីទូទាត់ណាមាន Wingbank ABA KHQR មានកាតVisa កាតយើងហ្នឹងមានធនាគារ Asia Bank Alipay WeChat អីចឹងទៅអញ្ចឹងខ្ញុំប្រើនៅ ABA KHQR ខ្ញុំយក ABA នេះមកហើយយើងចុចធ្វើការទូទាត់ខាងក្រោមនេះមកចឹងគេឲ្យយើងទៅបើកកម្មវិធី ABA យើងនឹងមកអូខេអញ្ចឹងយើងមើលហងណាតើលុយរបស់យើងនៅកង់មួយណាកង់ដុល្លារណាកង់ដុល្លារយើងបើអត់ឃើញទេយើងចុចឡើងនេះដើម្បីជ្រើសរើសកង់របស់យើងនឹងមកអញ្ចឹងយើងចុចបង់ឥឡូវនេះមកណាហើយយើងដាក់លេខកូដ FAB យើងធម្មតាមកចឹង Cellcard eSIM បានទូទាត់ពីគណនីណាហើយយើងចុចរួចរាល់មកហើយយើងកន្លែងនេះយើងចាប់ផ្ដើមណាចុះឈ្មោះ SIM ស្វាគមន៍មកកាន់ការចុះឈ្មោះ SIM ណាការផ្ទៀងផ្ទាត់មុខណាត្រៀមខ្លួនថតរូបណា selfie នៅជំហានបន្ទាប់បញ្ចូលឯកសារតញ្ញាណប័ណ្ណរបស់យើងណាត្រៀមបញ្ចូលតញ្ញាណប័ណ្ណឬលិខិតឆ្លងដែនដែលមានសុពលភាពបានន័យថាតើតញ្ញាណប័ណ្ណយើងមានសុពលភាពណាក៏ហត់ក៏អត់បានដែរហើយយើងអត់មានតញ្ញាណប័ណ្ណក៏មិនអាចទៅរួចដែរណាអ
ចឹងយើងចាប់ដើមចោះឈ្មោះ SIM យើងមកអញ្ចឹងការកន្លែងនេះគឺការទៀងទាត់មុខណាបងប្អូនត្រៀមខ្លួនដើម្បីថតរូបមុខរបស់អ្នកដោះវ៉ែនតាដោះមួកដោះម៉ាស់និងគ្រឿងផ្សេងទៀតដើម្បីឲ្យឃើញមុខរបស់យើងច្បាស់ហើយជ្រើសរើសផ្ទៃខាងក្រោយស្អាតនិងប្រកាសថាមុខរបស់យើងអាចមើលឃើញយ៉ាងពេញលេញបានន័យថាគេឲ្យយើងថតមកពេញមុខយើងហើយbackground នៅខាងក្រោយយើងនេះកុំឲ្យញ៉ៃណាធ្វើមិនឲ្យឃើញមុខយើងឲ្យច្បាស់អញ្ចឹងយើងចុចបន្ទាប់មួយមកហើយយើងចុច allow មួយមកអញ្ចឹងឃើញសញ្ញាគេឲ្យយើងថតមុខយើងហើយអូខេអញ្ចឹងនៅពេលនេះថតរៀងលឿនដែរណាបងប្អូនដោយសារកាមេរ៉ាយើងច្បាស់នេះយើងត្រូវជូត lens កាមេរ៉ាយើងឲ្យច្បាស់មកការទៀងទាត់ឯកសាររៀបចំអត្តសញ្ញាណប័ណ្ណដែលមានសុវត្ថិភាពថតខាងដែលមានព័ត៌មានរបស់អ្នកអក្សរនៅលើអត្តសញ្ញាណប័ណ្ណរបស់អ្នកត្រូវឲ្យច្បាស់និងគ្មានពន្លឺចាំងអញ្ចឹងយើងត្រូវថតអត្តសញ្ញាណប័ណ្ណរបស់យើងឲ្យច្បាស់កុំឲ្យចាំងចំណាំងផ្លាតអីមកច្បាស់ធម្មតានៅលើអត្តសញ្ញាណប័ណ្ណរបស់យើងវាមានអា plate អីហ្នឹងណាអញ្ចឹងកន្លែងហ្នឹងគឺយើងធ្វើមិនកុំឲ្យវាឃើញអា plate ហ្នឹងវាអត់ឃើញអក្សរព័ត៌មានតខ្លួនរបស់យើងអញ្ចឹងយើងចុចចាប់ដើមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះមកចឹងបងប្អូនឃើញជ្រុងគេនៅតែហ្នឹងឯងចឹងយើងយកអត្តសញ្ញាណប័ណ្ណយើងយកមកដាក់មកចឹងខ្ញុំសុំថតចឹងនៅពេលដែលយើងថតហើយបងប្អូនចុចបន្ទាប់មកណាយើងចុចកន្លែងបន្ទាប់នេះមួយមកគេផ្ទៀងផ្ទាត់មើលដែរអូខេអញ្ចឹងនៅពេលដែលគេផ្ទៀងផ្ទាត់រួចហើយនេះការផ្ទៀងផ្ទាត់រួចរាល់សូមពិនិត្យព័ត៌មានដែលបានផ្ទៀងផ្ទាត់ឈ្មោះរបស់យើងត្រូវជាមួយអត្តសញ្ញាណប័ណ្ណនឹងអត់ឈ្មោះឡាតាំងហ្នឹងភេទត្រូវអត់ជួនកាលអាចមិនមែនរបស់យើងអញ្ចឹងគេយើងផ្ទៀងផ្ទាត់ឲ្យច្បាស់ថ្ងៃខែឆ្នាំកំណើតត្រូវអត់ណាប្រភេទឯកសារអត្តសញ្ញាណប័ណ្ណខ្មែរលេខអត្តសញ្ញាណប័ណ្ណរបស់យើងណាត្រូវអត់ស័យដ្ឋានរបស់យើងត្រូវអត់បន្ទាប់ពីត្រូវហើយបងប្អូនចុច tick កន្លែងនេះមួយនេះគេដាក់នេះជាអាស័យដ្ឋានបច្ចុប្បន្នរបស់ខ្ញុំអញ្ចឹងយើង tick ប៉ុណ្ណឹងរួចហើយប្អូសមកខាងក្រោមបងប្អូនត្រូវធ្វើអីទៀតយើងចុចបញ្ជាក់មួយមកអញ្ចឹងបន្ទាប់ពីបញ្ជាក់ហើយណាកំពុងចុះឈ្មោះ eSIM ជាមួយអត្តសញ្ញាណប័ណ្ណរបស់អ្នកកំពុងបង្កើតកូដ QR eSIM របស់អ្នកអញ្ចឹងនៅពេលដែលយើងបាន QR នឹងមកហើយនេះគឺ QR របស់យើងអញ្ចឹងយើងអាចយើងឃើញ QR របស់យើងហើយណាហើយខាងក្រោមគឺគេដាក់លេខទូរស័ព្ទរបស់យើងដែលយើងបានទិញយកអញ្ចឹងឃើញគេដាក់សញ្ញាព្រួយមួយគេដាក់ថាទាញយកណាអញ្ចឹងបងប្អូនចុចទាញយកមួយមកហើយយើង save ណា email មកចូលទៅក្នុងទូរស័ព្ទយើងឥឡូវនេះយើង download អញ្ចឹងយើងយក allow full access មកអូខេអញ្ចឹងបងប្អូនដំបូងបងប្អូនឃើញគេដាក់ដំណើរការ eSIM នៅលើទូរស័ព្ទនេះណានេះបើដំបូងយើងគ្រាន់តែទាញយកហ្នឹងហើយយើងចុចដំណើរការ eSIM មកបើសិនជាក្នុងករណីវាអត់ទៅអត់រួចចាំយើងទៅទាញយកនៅក្នុងទូរស័ព្ទយើងវិញអញ្ចឹងយើងយកដំណើរការឲ្យបងប្អូនមើលសេវាទូរស័ព្ទនៅមួយកម្មនៅទេយើងយកដំណើរការ eSIM ណាយើងចុច active មក activate អញ្ចឹងគេដាក់ថា activate eSIM ណា connect to your carrier this may take a few ឃើញគេដាក់ activate eSIM your new eSIM from Secat is ready to active បានន័យថា eSIM ថ្មីរបស់យើងពីក្រុមហ៊ុន Secat គឺបាន activate ហើយណាចុះ activate ដំណើរការយើងចុច continue បច្ចមកចឹងយើងរងចាំមួយផ្លែតណាចុងក្នុងកន្លែងនេះយើងធ្វើទៅកន្លែងហ្នឹងបើសិនជាអត់ជោគជ័យអីបងប្អូនអាចធ្វើដូចដែលខ្ញុំធ្វើនៅក្នុងការទិញ SIM Smart អញ្ចឹងយើងចូលទៅ add នៅក្នុងទូរស័ព្ទរបស់យើងឥឡូវណា cellular setup complete យើងចុច done មួយមកអូខេអញ្ចឹងយើងចុច continue មួយមកកន្លែងនេះយើងចុច continue មួយទៀតមកហើយកន្លែងនេះយើងចុច primary មកយើងចុច continue មួយមកអានេះយើងចុច primary ដែលសារ SIM យើងវាមាន2ណាអញ្ចឹងយើងចុច continue មួយទៀតមកអូខេអញ្ចឹងយើងចុចកន្លែងនេះ primary
bạn ấy thay dương bao đồng này ca sim internet bỏ dương chùm môi sẽ vài kia nữa ngay là primary đó tại sao lấy sim dương min pi á một con khinh sẽ vài dương min pi á ok chăng anh ấy sẽ giờ bọc rom hôn xe card tế nó kinh nghiệm xe card cái phạm dương nó dương bàn cọc card của man ấy của man chạy dismi máu hay anh ấy lộn chết nhưng chạy đàn máu chăng khinh cái lốt cha này eSIM robot nè lấy tụ sắm nắngត្រូវបានដំណើរការរួចហើយចុចបន្ទាប់ដើម្បីចូលនឹងគ្រប់គ្រងរបស់គ្រប់គ្រងគម្រោងរបស់អ្នកអញ្ចឹងយើងចុចបន្ទាប់តាមគេមកអូខេលេខកូដសម្រាប់ទៀងទាត់ណាកៅអានេះគេផ្ញើយើងនៅក្នុង app នឹងឯងគេផ្ញើលេខកូដ6ខ្ទង់មកយើងវាចូលកន្លែងហ្នឹងមកណាដោយសារ iPhone វា load នៅកន្លែងស្រាប់យើងវាចូលមកហើយយើងចុច allow មកហើយយ៉ាងនេះយើងចុចបន្ទាប់មកអានេះapp ថ្មីមិញយើងអត់ទាន់មានលេខទូរស័ព្ទគម្រោងអីនៅក្នុងហ្នឹងអញ្ចឹងអានេះយើងចុចបន្ទាប់ទៀតមកគេគ្រាន់តែប្រាប់របៀបប្រើប្រាស់យើងចុចរួចរាល់អញ្ចឹងអានេះគឺជាអីគេគម្រោងកន្លែងខាងលើនេះគឺគណនីគោលរបស់យើងមកទឹកប្រាក់ទាំងក្នុងប្រព័ន្ធក្រៅប្រព័ន្ធរបស់យើងនៅកន្លែងហ្នឹងអានេះគឺជាគម្រោងរបស់យើងណាឃើញ 15G ណាហើយបងប្អូនចង់ដាក់រូប profile រូបយើងប៉ះទៅលើនេះមកហើយយើងធ្វើអីទៀតយើងបន្ថែមឬក៏គ្រប់គ្រងអានេះយើងមើលប្រវត្តិរូបរបស់យើងណាយើងចុចមើលប្រវត្តិរូបមកហើយនេះកែសម្រួលរូបភាពរបស់អ្នកយើងចុចទៅនឹងមកហើយយើងចុចកន្លែងនេះមួយមកបញ្ចូលរូបថតយើងចុចរើសយកនេះជឿរើសរូបភាពនៅក្នុងទូរស័ព្ទយើងអញ្ចឹងបងប្អូនអាចបដូររូបភាព profile បានណាដាក់រូបយើងខ្លួនឯងហ្នឹងអញ្ចឹងខ្ញុំដាក់រូបខ្ញុំមួយមកហើយយើងអាចតម្រឹមបានផងដែរណារូបហ្នឹងអញ្ចឹងយើងតម្រឹមរួចហើយយើងចុចដានខាងក្រោមនេះមួយមកហើយយើងរក្សាទុកអញ្ចឹងយើងបដូររួចរាល់ហើយរូបភាព profile យើងថយមកវិញមកនេះគឺជាប់ហើយណារូបភាព profile របស់យើងអញ្ចឹងយើងអាចដំណើរការ eSIM របស់យើងបានហើយយើងចូល Telegram មើលក្រុមហ៊ុនក៏គេនេះផ្ញើសារមកយើងផងដែរនេះមាន QR code អញ្ចឹងលក្ខណៈដែលបងប្អូនធ្វើទៅអត់បានQR code នេះដែលយើង save មិញលេខទូរស័ព្ទរបស់យើងនេះឯងបើសិនជាធ្វើនៅក្នុង app មិញនឹងអត់បានបងប្អូនអាចចូលកន្លែង setting យើងនេះមកហើយបងប្អូនអូសមកខាងក្រោមឃើញពាក្យថា cellular នេះចុចទៅហ្នឹងហើយបងប្អូននឹងឃើញ SIM អីរបស់យើងនៅក្នុងលេខប្រមាណអីប្រមាណអញ្ចឹងបងប្អូនអាច add eSIM ណាយើងអាច add eSIM មកហើយយើងគេឲ្យយើងទៅ scan QR code មិញនឹងឯងប៉ុន្តែមិញដោយសារខ្ញុំភ្ជាប់បានរួចហើយអញ្ចឹងក្នុងករណីដែលបងប្អូនធ្វើទៅអត់បានដូចខ្ញុំណាយើងធ្វើអញ្ចឹងណាអានេះជំហានទី2នេះគឺគេមាន transform nearby iPhone use QR code នេះយើងត្រូវទៅយក QR code នេះ use QR code នឹងមកហើយបងប្អូនចុច other option ណានេះ other option មិនមែននេះយើងយក QR code នឹងហើយយើងចុច scan QR code នឹងមកហើយបងប្អូនយក QR code ដែលយើង save ទុកមិញហ្នឹងណាយើងថតទុកមកហើយយើង scan ទៅអាហ្នឹងគឺវាអាចដំណើរការហើយធ្វើដូចដែលខ្ញុំធ្វើជាមួយនឹង SIM Smart អីចឹងណាអូខេអញ្ចឹងអាហ្នឹងគឺយើង add តាមទូរស័ព្ទណានៅក្នុង setting ទូរស័ព្ទរបស់យើងក្នុងករណីដែលបងប្អូនធ្វើទៅមានបញ្ហាអត់រួចនៅក្នុង app Saycard មិញណាគឺយើងត្រូវចូលទៅក្នុង setting ហ្នឹងធ្វើដូចខ្ញុំប្រាប់មិញចឹងទៅអញ្ចឹងបងប្អូនឃើញបកគោលសេវាអង់តែនរបស់យើងគឺមាន2ហើយយើងអាចប្រើនៅលេខនឹងបានហើយបងប្អូនណាគឺក្រុមហ៊ុនអីនេះគេផ្ញើសារមកហ្នឹង Saycard ចូលលេខយើងនឹងឯងហើយបើបងប្អូននេះទេអាចសាកទេទៅចេញទៅចូលទៅលេខណាមួយទៅដើម្បីឲ្យច្បាស់ថាSIM របស់យើងអាចប្រើបានឬក៏យើងចង់សាកតេស្តអ៊ីនធឺណិតអីអានេះខ្ញុំសាកបិទ Wi-Fi សិនណាយើងបើកអ៊ីនធឺណិតមកអញ្ចឹងអ៊ីនធឺណិតនៅពេលដែលបើកមកគឺវា load នៅ smart ទេណា SIM ខ្ញុំមាន smart មួយ 4G ចុះបើយើងចង់ផ្លាស់ប្ដូរទៅខ្មែរយើងចូលទៅក្នុងSaycard យើងចូលទៅក្នុង setting យើងអញ្ចឹងមកយើងយកកន្លែង cellular នេះមកអញ្ចឹងយើងមើលកន្លែង share cellular data យើងចុចតំណឹងមួយមកចឹងបងប្អូនអាចជ្រើសរើសណាអានេះលេខ
គេប្រាប់លេខនៅក្នុងហ្នឹងហើយមាន primary មាន business អញ្ចឹងបើបងប្អូនចង់បដូរទៅ side card យើងយកអាទី2នេះវិញមកឃើញទេ load 4G ដូចគ្នាអញ្ចឹងគឺបានបដូរទៅ SIM ទី2ហើយបើយើងចង់នេះទៅ SIM ទី1យើងទៅទី1វិញទៅណាអូខេអញ្ចឹងអ៊ីនធឺណិតយើងប្រើបានតែចេញទៅចូលបានហើយបងប្អូនបើសិនជាបងប្អូនធ្វើទៅអត់រួចមានចម្ងល់អីអាច comment សួរខ្ញុំបាននៅខាងក្រោមវីដេអូនឹងផងដែរអរគុណយើងទៅជួបគ្នានៅវីដេអូក្រោយជាបន្តទៀត